របៀបធ្វើខ្ទឹមជ្រក់ឲ្យចេញឃ្យូហើយមានរសជាតិស្រួយឆ្ងាញ់ជាដំបូងខ្ញុំមានខ្ទឹមចំនួន2គីឡូអំបិលគ្រួសហ្នឹងកន្លះចានចាប់ផ្ដើមច្របាច់អំបិលជាមួយខ្ទឹមរបស់យើងតតែវាចេញទឹកអញ្ចឹងណាបងប្អូនរួចហើយយកវាទៅលាងទឹកហើយទុកវាឲ្យស្រស់ទឹកម្ដុំសិនបន្ទាប់មកទៀតខ្ញុំមានគ្រឿងក្រៅដែលត្រូវមានស្ករសចំនួន2ចានចង្កឹះប៊ីចេងមកចុងស្លាបព្រាបាយបងប្អូនហើយនឹងទឹកត្រី2ស្លាបព្រាបាយអំបិលគ្រួសហ្នឹង3ស្លាបព្រាបាយខ្ញុំមានទឹកខ្មេះហ្នឹងចំនួន1ដបហើយខ្ញុំថែមកន្លះទៀតទឹកខ្មេះហ្នឹង1ដបវិញហ្នឹងកន្លះលីត្របងប្អូនយើងចាក់ចូលឆ្នាំងទាំងអស់ហ្នឹងមកហើយទឹកស្អាតណាគឺខ្ញុំប្រើដូចទឹកខ្មេះហ្នឹងដែរគឺ1ដបកន្លះដូចគ្នាយើងចាប់ផ្ដើមកូរទឹកខ្មេះរបស់យើងតតែវាឡើងពុះឲ្យលាយគ្រឿងតមកទៀតរៀបចំខ្ទឹមរបស់យើងដាក់ចូលក្នុងកែវមួយទៅហើយយកទឹកខ្មេះដែលពុះហ្នឹងគឺថាចាក់ចូលហ្មងទាំងក្តៅអញ្ចឹងណាបងប្អូនពេលដែលចាក់ហើយហ្នឹងគឺយើងយកក្របវាមិនបាច់ចាំឲ្យចិត្តពេកទេរៀងប្រហើបអញ្ចឹងណានេះខ្ទឹមខ្ញុំជ្រូកអំបាញ់មិញហ្នឹងបងប្អូនរយៈពេលតែត្រឹម30នាទីទេឥឡូវគឺថាចេញឃ្យូបាត់ហើយអញ្ចឹងទុកដល់ស្អែកខាន់ស្អែកទៅគឺថារឹតតែចេញឃ្យូហ្មងហើយបងប្អូនគឺថារសជាតិរបស់វាស្រួយប្រៃផ្អែមល្មមឆ្ងាញ់តែ2យប់ហ្នឹងគឺបានហូបហើយ